មនុស្សដែលមានបុណ្យទោះបីមានសេចក្តីទុក្ខច្រើនប៉ុណ្ណាក៏គង់រួចផុតពីសេចក្តីទុក្ខនោះបានដូចជារឿងនាងបដាចាថេរីពីដើមឡើយនាងមានសេចក្តីទុក្ខច្រើនណាស់ដល់ថ្នាក់មនុស្សទាំងឡាយនៅក្នុងវត្តចេតពុននឹងឆ្ងើចនាងថាចុះស្ត្រីអីក៏ពោពេញទៅដោយសេចក្តីទុក្ខរបស់ស្ត្រីនឹងវាច្រើនជាងគេហួសប្រមាណណាអញ្ចឹងក៏រឿងរ៉ាវតាក់ទងនឹងនាងបដាចាថេរីហ្នឹងគឺលោកប្រាប់ថាពេលដែលនាងចុះចេញពីតកូលសិទ្ធិដែលជាម្ដាយឪពុកមានទ្រព្យរហូតដល់40កោដហ្នឹងចុះទៅនៅជាមួយបរោះដែលកំសត់ទូរកត់ហ្នឹងនៅជាមួយគ្នារហូតទៅដល់បានកូនមួយហើយនាងបានដឹងថាពីមុនមកនាងនៅក្នុងតកូលសិទ្ធិហ្នឹងម្ដាយឪពុកទំនប់មរងល្អប៉ុន្តែដល់នៅមួយប្តីនឹងសេចក្តីទុក្ខគ្រប់យ៉ាងខ្វះខាតគ្រប់យ៉ាងទៅបយល់ថាសេចក្តីទុក្ខនឹងក្រៃលែងក៏ពេលដែលមានកូនទី2នាងក៏ប្រាប់ស្វាមីថាបងហើយខ្ញុំនឹងចង់ទៅប្រសូតបុត្រនឹងនៅផ្ទះម្ដាយឪពុករបស់ខ្ញុំហើយប្តីនឹងអត់ព្រមទេដោយសារតែទៅនឹងខ្លាចសិទ្ធិនឹងសម្លាប់គាត់អញ្ចឹងអត់ព្រមទេនាងអង្វរហើយអង្វរទៀតអត់ព្រមថ្ងៃមួយនាងក៏ចុះចេញពីផ្ទះហ្នឹងរត់ទៅថ្ងៃហ្នឹងដែរយប់រាត្រីមេឃហ្នឹងក៏ចិត្តភ្លៀងទៅទៀតហើយប្តីដឹងថាប្រពន្ធហ្នឹងរត់ចេញពីផ្ទះហើយក៏ទៅតាមនាងក៏មានសេចក្តីទុក្ខគឺការប្រសូតគោហ្នឹងចង់កើតកូននៅក្នុងធម៌លោកហៅថាកម្មច្ចវិតហ្នឹងខ្យល់កម្មច្ចវិតហ្នឹងធ្វើឲ្យនាងចង់ប្រសូតគោពេលហ្នឹងប្តីក៏ទៅតាមតាន់នាងរត់ជាមួយនឹងកូនប្រុសមួយហ្នឹងហើយក៏ទៅដល់តាន់ហើយក៏ដឹងថាប្រពន្ធហ្នឹងចង់កើតកូនអញ្ចឹងប្រពន្ធហ្នឹងផិតប្រើឲ្យប្តីហ្នឹងទៅរកស្មៅរកដំបូលរកស្លឹកឈើរកអីមកប្រក់បាំងតិចពោះមេឃហ្នឹងក៏ចិត្តភ្លៀងទៅទៀតអញ្ចឹងប្តីហ្នឹងក៏ទៅរកស្មៅរកអីចឹងទៅឃើញដំបូកមួយទៅយកស្មៅនៅដំបូកហ្នឹងត្រូវពុះនឹងចឹកស្លាប់ទៅទៀតហើយនាងហ្នឹងក៏ប្រសូតបុតពេលហ្នឹងគោលន់ផងភ្លៀងផងខ្លាំងណាស់នាងក៏ប្រសូតបុតហ្នឹងបានហើយក៏បាត់ប្តីអត់ឃើញប្តីតែប្តីទៅណាអញ្ចឹងណាទៅរកប្តីទៅឃើញប្តីហ្នឹងត្រូវពុះហ្នឹងចឹកស្លាប់បាត់ហើយនាងសេចក្តីទុកហ្នឹងកើតឡើងក្រៃលែងអស់ទីពឹងហើយពីមុនបានប្តីនឹងឯងជួយរករបស់របរឲ្យហូបនឹងឥឡូវនឹងប្តីនឹងត្រូវពុះចឹកស្លាប់ទៀតអស់ទីពឹងក៏នឹកឃើញម្ដាយឪពុកក៏នាំកូនប្រុសមួយនឹងហើយនឹងកូនដែលកំកើតថ្ងៃហ្នឹងកើតយប់ហ្នឹងទៅឆ្លងទន្លេឆ្លងស្ទឹងនឹងឯងស្ទឹងហ្នឹងមកមេឃភ្លៀងហ្នឹងវាធ្វើឲ្យទឹកស្ទឹងហ្នឹងឡើងអញ្ចឹងនាងក៏ទុកកូនមួយនៅត្រើយមួយខាង3កូនតូចនឹងយកទៅទុកនៅត្រើយមួយខាងទៀតហើយប្រាប់កូនពេលដែលម្ដាយនឹងត្រឡប់មកយកកូនវិញឲ្យកូនចាំនៅនឹងហើយអញ្ចឹងក៏យកកូននឹងកូនតូចដែលទៅកើតនឹងយកទៅទុកនៅត្រើយនាយនឹងទៅពេលនោះដែរសត្វស្ទៀងសត្វដែលបរិភោគសាច់ជាអាហារហ្នឹងក៏ឃើញទារកហ្នឹងដូចជាដុំសាច់ក្រហមចឹងទៅហើយនាងទុកទារកហ្នឹងនៅត្រើយហ្នឹងហើយចុះមកដល់កណ្ដាលស្ទឹងបាត់ហើយហ្នឹងអញ្ចឹងក៏សត្វនឹងឆាបយកកូនហ្នឹងទៅហើយនាងឃើញសត្វឆាបអញ្ចឹងហើយក៏លើកដៃហ្នឹងដេញហើយបើអើសត្វហ្នឹងកុំឲ្យឆាបហ្នឹងកូនដែលនៅត្រើយមួយទៀតនោះក៏គិតថាដូចម្ដាយហ្នឹងបក់ដៃហៅខ្លួនឯងណាក៏ចុះមកទៅទឹកនឹងក៏គួចយកទៅទាំងអស់ទៅកូនដែលនៅត្រើយខាងនេះក៏ត្រូវលងទឹកស្លាប់ទៅត្រើយនៅត្រើយមួយទៀតនឹងក៏សត្វនឹងឆាបយកទៅបាត់ទៅពេលនោះសេចក្តីទុកនឹងមិនទាន់ខ្លាំងក្លាប្រហែលទេនៅគិតថានៅមានទីពឹងនៅម្ដាយឪពុកទៅទៀតហើយភាពសោកសៅនឹងក្រែងលែងដើរទៅដល់ក្រុងសាវត្ថីនឹងហើយក៏សួរបរោះដែលមកអំពីក្រុងសាវត្ថីនឹងសួរថាអ្នកមានស្គាល់ត្រកូលរបស់ខ្ញុំទេតែអ្នកចង់បរោះហ្នឹងក៏សួរថានាងចង់ដឹងពីត្រកូលណា
ហើយក៏ប្រាប់តកូលរបស់ខ្លួនហ្នឹងទៅហើយបរោះនឹងប្រាប់ថាអូពីយប់មិញហ្នឹងត្រូវខ្យល់ព្យុះមេឃភ្លៀងហ្នឹងខ្លាំងបាក់ផ្ទះបាក់អីហ្នឹងស្លាប់អស់ហើយទាំងបងប្រុសម្នាក់ហើយម្ដាយឪពុក2នាក់ហ្នឹងស្លាប់ទៅពេលនោះនាងគាត់ទៅលឺដំណឹងថាបងប្រុសនិងម្ដាយឪពុកហ្នឹងស្លាប់សតិស្មារតីដែលនៅក្នុងខ្លួនហ្នឹងអស់លិញលោកប្រាប់ថាសម្ពត់ដែលនៅជាប់នឹងខ្លួនហ្នឹងសម្ពត់ដែលរុំខ្លួនហ្នឹងរបូតចេញពីខ្លួនទាំងអត់ដឹងនាងដើរទៅទាំងអាក្រាតកាយមនុស្សទាំងឡាយឃើញនាងហើយស្មានតែមនុស្សឈួតហ្នឹងក៏នាំគ្នាគប់ក៏វែងចឹងទៅប៉ុន្តែដោយសារបុណ្យពេលនោះក្នុងវត្តចេតពុនក្នុងក្រុងសាវត្ថីហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គកំពុងសម្ដែងធម៌ដល់ឧបាសកឧបាសិកាបរិជាកហបតីទាំងឡាយនាងចេះតែដើរទៅដល់ចូលទៅដល់វត្តចេតពុនទៅដល់ចំមុខពភៈព្រះសម្មាសម្ពុទ្ធដែលព្រះអង្គកំពុងសម្ដែងធម៌មនុស្សទាំងឡាយគិតថានាងហ្នឹងឈួតចឹងក៏ទៅក៏នាំគ្នាឲ្យដេញឲ្យចេញពីវត្តណាប៉ុន្តែព្រះអង្គឲ្យនាងចូលមកហើយស្រាប់តែមកផ្លេតនោះដែរមានបរិះណានោះបោះកណាត់មកឲ្យនាងគ្របខ្លួនហ្នឹងបោះឲ្យនាងគ្របខ្លួនទៅហើយនាងក៏បានកណាត់នឹងអីហើយព្រះអង្គក៏សួរថានាងមានវិបត្តិអីគេនាងក៏រៀបរាប់ព្រះអង្គហើយក្នុងមួយយប់ខ្ញុំព្រះអង្គនឹងត្រូវព្រាត់ប្រាសចាកប្តីដែលជាទីស្រឡាញ់កូនទាំងពីរក៏ត្រូវបាត់បង់ហើយថាឥឡូវនឹងពឹងម្ដាយឪពុកនឹងបងប្រុសឥឡូវនឹងគាត់នឹងក៏ត្រូវបាត់បង់ជីវិតដែរអស់ហើយព្រះអង្គខ្ញុំព្រះអង្គអស់ទីពឹងហើយអញ្ចឹងឧបាសកឧបាសិកាទាំងឡាយនឹងនៅក្នុងវត្តនឹងឃើញឮនាងពោលរៀបរាប់អំពីរឿងហ្នឹងណាម្នាក់អស់ចាណាអស់ចារងដែលថាអ្នកខ្លះក៏សោកសៅដែរណាក៏សោកសៅថាពីស្ត្រីអីក៏អស់ចាម្លេះស្ត្រីអីក៏ចម្លែកម្លេះណាសេចក្តីទុកនឹងវាកើតឡើងតែមួយយប់ហ្នឹងមនុស្សដែលជាទីស្រឡាញ់នឹងអស់អាលិញម្នាក់ក៏សោកសៅអាណិតនាងណាអាណិតនាងទៅអាណិតនាងព្រោះមិនដែលមានមនុស្សឯណាមានសេចក្តីទុកវិបត្តិអីកើតឡើងច្រើនក្រៃលែងដូចជានាងហ្នឹងទេណាហើយអស់ចាបានមកដល់វត្តចេតពុនហើយក៏ព្រះអង្គសម្ដែងធម៌សម្ដែងអីទៅមានស្មារតីឡើងវិញមានស្មារតីមានអីឡើងវិញហើយសូមព្រះអង្គបួសពួកអស់ទីពឹងហ្នឹងអស់ទីពឹងហើយក៏សូមព្រះអង្គបួសទៅហើយក៏ជាភិក្ខុនៃហ្នឹងរៀនធម៌បដិបត្តិធម៌រហូតដល់បានអេតតកៈជំនាញនោះនាងហ្នឹងនាងបដាចាធេរីហ្នឹងក្នុងសាច់រឿងនេះអាត្មាចង់លើកឡើងថាមនុស្សដែលមានបុណ្យណាមនុស្សដែលមានភ័ព្វព្រេងវាសនាល្អណាទោះបីប្រត់ប្រាស់វិបត្តិចាក់មនុស្សដែលជាទីស្រឡាញ់ច្រើនបណ្ណាក៏ដោយរហូតដល់ភ្លេចសតិគឺយើងនិយាយថាមនុស្សឈួតបាត់បង់សតិអស់លេងឡើងគិតអីហើយសេចក្តីទុកនឹងវាក្របសង្កត់ធ្វើឲ្យបាត់បង់សតិអស់ប៉ុន្តែដល់អំណាចនៃភ័ព្វព្រេងវាសនាដែលបានសាងបុណ្យពីអតីតជាតិនោះនាងបានសាងបុណ្យប្រាថ្នាផ្នែកអេតតកៈក្នុងសម័យព្រះសម្មាសម្ពុទ្ធហ្នឹងអញ្ចឹងក៏នាំបុណ្យនឹងឯងនាំដៃនាំជើងនាងហ្នឹងដើរមកក្នុងវត្តចេតពុនហ្នឹងឯងមកដល់បានស្ដាប់ធម៌របស់ព្រះអង្គក៏មានស្មារតីមានអីឡើងវិញឡាញអាល័យនឹងកូនឡាញអាល័យនឹងការប្រត់ប្រាស់ចាក់កូនជាទីស្រឡាញ់ប្តីបងប្អូនម្ដាយឪពុកទៀតហើយក៏បួសបូជាចំពោះព្រះពុទ្ធសាសនាប្រឹងប្រែងបដិបត្តិធម៌រហូតដល់បានរួចចាក់ទុកបានអេតតកៈទៀតសាច់រឿងហ្នឹងគឺចង់ប្រាប់ថាយើងគ្រប់គ្នាហ្នឹងអ្នកណាទៅមានសេចក្តីទុកច្រើនដូចជានាងបដាចានោះអ្នកណាមានសេចក្តីទុកច្រើនដូចជានាងបដាចាធេរីនោះតើយើងសេចក្តីទុកបើគណនាទៅមានដូចជានាងបដាចាទេអត់ទេណាអញ្ចឹងយើងនឹងសំណាងជាងនាងទៀតតែនាងអ្វីដែលនាងសំណាងនោះគឺនាងបានសាងបុណ្យល្អសាងឧបនិស្ស័យល្អធ្វើឲ្យនាងភ្លេចស្មារតីហើយចូលមកវត្តចេតពុនបានជួបព្រះសម្មាសម្ពុទ្ធនេះអញ្ចឹងមនុស្សគ្រប់គ្នានឹងអាស្រ័យសំខាន់ណាញាតិញោមពន្លឺតូចក៏ដោយទោះបីពន្លឺ7 8ក៏ដោយក៏គង់ភ្លឺក្នុងទីងងឹតដែរអញ្ចឹងអំពើល្អបន្តិចបន្តួចរបស់យើងហ្នឹងក៏គង់ភ្លឺក៏គង់ជាពន្លឺឲ្យយើងភ្លឺទៅនៅក្នុងអនាគតហ្នឹងដែរអ
dân khom prăng sang ông pơ lọ mà nút đại miên bon năng ai tu bay miên bị bắt tràn phần na còn nói có công pot ông pi sự đây tục pot ông pi bị bắt năng ban này tu bay bon này dân thơ năng về mình tràn đôi cây tích tôi cả đòi về mình miên phần lư ấy đôi chỉ phải chăn phải tết cài nó lơ mây cả đòi có phần phần lư bình tích bình tôi bom bon này dân thơ hai nó ông pơ lọ đại dân thơ hai nó lư bình tích bình tôi nó có công tại miên phần lư không tin ở ngật này dân ca sang ông pơ lọ ca sang bon ca sang ông pơ lọ cứ chỉพอ brain วิสนา ឲ្យយើងមានជួបមនុស្សល្អបានស្គាល់មនុស្សល្អនឹងឯងអញ្ចឹងមនុស្សដែលមានបុណ្យមនុស្សដែលមានឧបនិស្ស័យល្អទោះបីមានសេចក្តីទុកច្រើនប៉ុណ្ណាក៏គង់នាំដៃនាំជើងហ្នឹងឲ្យមករកមនុស្សដែលល្អជួបមនុស្សដែលល្អផុតអំពីសេចក្តីទុកនឹងបានដែរព្រោះសូមអនុមោទនា